សៀវភៅភារកិច្ចដ៏លំបាកនៃការអធិប្បាយដែលនិពន្ធដោយបណ្ឌិត John Stroop ជំពូកទី6 គំនិតនិងចិត្តព្រះគម្ពីរសញ្ញាថ្មីបានបញ្ជាយ៉ាងច្បាស់ថាការដែលយើងដាក់គំនិតនិងចិត្តឬភាពផ្សំហេតុផលនិងអារម្មណ៍បញ្ចូលគ្នាអាចនាំឲ្យអ្នកស្ដាប់មានជំនឿនិងស្ដាប់បង្គាប់លោកពោលបានពន្យល់ហេតុផលដល់អ្នកស្ដាប់របស់លោកដោយប្រើព្រះគម្ពីរតាមរយៈព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធក្នុងការព្យាយាមនាំពួកគេទៅឲ្យព្រះជាម្ចាស់ប៉ុន្តែលោកក៏បានស្រក់ទឹកថ្មេចំពោះពួកគេដូចដែលព្រះយេស៊ូវដែលជាចៅហ្វាយរបស់លោកបានស្រក់ទឹកនេត្រារបស់ទ្រង់ដែរសូមពិចារណាពីរបៀបដែលលោកដាក់បញ្ចូលទាំងសេចក្តីបង្រៀននិងសេចក្តីអង្វរជាមួយគ្នានៅក្នុងសម្បត្តិរបស់លោកកាន់គម្ពីរកូរិនថូសខ្សែទី2ចំពុក5មានការពន្យល់ជាច្រើនពីគោលលទ្ធិនៃការផ្សះផ្សានៅក្នុងព្រះគម្ពីរសញ្ញាថ្មីលោកពោលបានពន្យល់ថាព្រះទ្រង់គង់ក្នុងព្រះគ្រីស្ទកំពុងផ្សះផ្សាលោកីយ៍នឹងព្រះអង្គទ្រង់ហើយទ្រង់ឥតប្រកាន់ទោសគេទៀតហើយដោយព្រោះតែយើងទ្រង់បានធ្វើឲ្យព្រះគ្រីស្ទដែលមិនបានស្គាល់បាបសោះនោះព្រះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាបជំនួសយើងរើគ្នាវិញដើម្បីឲ្យយើងរើគ្នាបានត្រឡប់ទៅជាសេចក្តីសុចរិតរបស់ព្រះដែលនៅព្រះអង្គនោះឯងព្រះគម្ពីរកូរិនថូសខ្សែទី2ចំពុក5ខ19ដល់21នៅត្រង់នេះអ្នកនិពន្ធបានសរសេរសេចក្តីពិតដាក់បញ្ចូលគ្នាយ៉ាងច្រើនអំពីសកម្មភាពរបស់ព្រះជាម្ចាស់អំពីព្រះគ្រីស្ទនិងឈើឆ្កាងអំពីអំពើបាបការផ្សះផ្សានិងសេចក្តីសុចរិតដែលនេះអធិប្បាយព្រះគម្ពីរជាច្រើនគឺនៅតែមានការពិបាកក្នុងការបកស្រាយនិងពន្យល់ប៉ុន្តែលោកពោលមិនស្កប់ចិត្តត្រឹមបង្កើតឲ្យមានទេវសាស្ត្រដ៏ស៊ីជម្រៅនោះទេលោកបាននិយាយលើសហួសពីសេចក្តីពិតនៃការផ្សះផ្សាទៅដល់សារព្រះបន្ទូលនៃការផ្សះផ្សាគឺលើសពីអ្វីដែលព្រះជាម្ចាស់បានធ្វើក្នុងព្រះគ្រីស្ទទៅដល់អ្វីដែលទ្រង់ធ្វើក្នុងយើងនៅពេលនេះលោកជាទូតតំណាងរបស់ព្រះជាម្ចាស់ដែលបានអង្វរសូមឲ្យអ្នកស្ដាប់របស់លោកឲ្យបានជាមេត្រីនឹងព្រះចោះព្រះគម្ពីរកូរិនថូសខ្សែទី2ចំពុក5ខ20លោកមិនបានបញ្ចប់ត្រឹមការពន្យល់បកស្រាយប៉ុណ្ណោះទេប៉ុន្តែលោកបានបន្តទៅដល់ការទទូចសូមទៀតលោកបានទទូចសូមបន្ទាប់ពីលោកបានពន្យល់ពីសេចក្តីពិតហើយប៉ុណ្ណោះគ្រូអធិប្បាយមួយចំនួនមិនខ្លាចនឹងចំណាយពេលច្រើនក្នុងការទទូចសូមនោះទេពួកគេធ្វើការទទូចសូមឲ្យមានការសម្រេចចិត្តឬប្រែចិត្តជឿលើព្រះយេស៊ូវមិនចេះចប់មិនចេះហើយតាមពិតទៅពេលខ្លះសេចក្តីអធិប្បាយរបស់ពួកគេមិនមានអ្វីក្រៅតែពីការទទូចសូមឲ្យមានការសម្រេចចិត្តដ៏វែងអន្លាយមួយប៉ុណ្ណោះប៉ុន្តែការធ្វើដូចនោះគឺបណ្ដាលឲ្យអ្នកស្ដាប់របស់ពួកគេវង្វេងដោយព្រោះពួកគេមិនទាន់បានយល់ឬគ្រូអធិប្បាយមិនទាន់បានជួយឲ្យពួកគេយល់ពីលក្ខណៈឬមូលដ្ឋាននៃការទទូចសូមការដែលយើងទទូចសូមឲ្យមានការសម្រេចចិត្តដោយមិនបានបង្រៀនពីគោលលទ្ធិជាមុនគឺធ្វើឲ្យអ្នកស្ដាប់អន់ចិត្តត្បិតការធ្វើដូចនេះបង្ហាញថាយើងមកបញ្ឆោតពួកគេដោយឥតបានគិតគ្រូអធិប្បាយមួយចំនួនទៀតមានកំពុងផ្ទុយពីនេះពួកគេបានពន្យល់ពីគោលលទ្ធិស្នូលក្នុងព្រះគម្ពីរយ៉ាងច្បាស់ហើយពួកគេស្មោះត្រង់ចំពោះមេត្តានៃព្រះគម្ពីរពួកគេពន្យល់ព្រះគម្ពីរបានយ៉ាងច្បាស់ហើយយកមេរៀនទាំងនោះមកអនុវត្តក្នុងសម័យបច្ចុប្បន្នប៉ុន្តែពួកគេហាក់ដូចជាសោះកក្រោះនឹងនៅដាច់ឆ្ងាយពួកគេនិយាយចេញមកហាក់ដូចជាគ្មានភាពបន្ទន់នៅក្នុងសំឡេងរបស់ពួកគេហើយអ្នកស្ដាប់មិនដែលឃើញមានទឹកថ្មេកនៅក្នុងថ្មេករបស់គ្រូអធិប្បាយទាំងនោះឡើយពួកគេមិនដែលនឹកគិតថានឹងសូមអង្វរដល់មនុស្សមានបាបឲ្យប្រែចិត្តឲ្យចូលមកឯព្រះគ្រីស្ទនិងឲ្យបានផ្សះផ្សាជាមួយនឹងព្រះជាម្ចាស់ក្នុងព្រះនាមព្រះគ្រីស្ទនោះទេ
អ្វីដែលគ្រូអធិប្បាយបច្ចុប្បន្នចាំបាច់ត្រូវមាននោះគឺការដាក់បញ្ចូលគ្នារវាងហេតុផលនិងអារម្មណ៍រវាងសេចក្តីបង្រៀននិងការទទូចសូមដោយដែលលោកពូលបានធ្វើលោក Alexander សូមឲ្យមានការអធិប្បាយខាងទេវសាស្ត្រលោកបាននិយាយថាអ្វីដែលធ្វើឲ្យអ្នកស្ដាប់ចាប់អារម្មណ៍នោះគឺការពន្យល់ពីហេតុផលដែលគ្រូអធិប្បាយបង្ហាញពីអារម្មណ៍ពិតពីខាងក្នុងលោកបណ្ឌិត Campbell Morgan ដែលជាគ្រូអធិប្បាយនៅសតវត្សទី21របស់ព្រះវិហារ Westminster នៅទីក្រុងឡុងមានការយល់ឃើញស្រដៀងគ្នានេះដែរលោកបានប្រាប់សិស្សរបស់លោកថាលក្ខណៈចាំបាច់3យ៉ាងនៃសេចក្តីអធិប្បាយគឺសេចក្តីពិតភាពច្បាស់លាស់និងចិត្តឆេះឆួលលោកបាននិទានរឿងព្រេងមួយស្ដីពីគ្រូអធិប្បាយម្នាក់ដែលបានសួរទៅអ្នកសម្ដែងដ៏អស្ចារ្យម្នាក់ថាតើគាត់អាចទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សដ៏ច្រើនបែបនឹងតាមរយៈរឿងប្រឌិតដោយរបៀបណាខណៈដែលគ្រូអធិប្បាយនោះកំពុងតែអធិប្បាយសេចក្តីពិតប៉ុន្តែមិនទទួលបានចំណាប់អារម្មណ៍ពីមនុស្សដ៏ច្រើនបែបនោះសោះអ្នកសម្ដែងនោះបានឆ្លើយតបដូចនេះថានេះគឺជារឿងសាមញ្ញណាស់ខ្ញុំសម្ដែងរឿងប្រឌិតរបស់ខ្ញុំហាក់ដូចជារឿងនេះជារឿងពិតប៉ុន្តែអ្នកអធិប្បាយសេចក្តីពិតរបស់អ្នកហាក់ដូចជាសេចក្តីពិតនេះជារឿងប្រឌិតទៅវិញបណ្ឌិត Martin Lord John ក៏មានជំនឿជាក់ក្នុងចិត្តបែបនេះផងដែរសមហេតុផលហើយនិយាយចេញមកដោយមានចិត្តឆេះឆួលមានហេតុផលហើយនិយាយបានល្អតើពាក្យទាំងនេះមានស៊ីគ្នាឬពិតប្រាកដណាស់ពាក្យទាំងនេះមិនប្រឆាំងគ្នាទេហេតុផលអំពីសេចក្តីពិតនេះគួរតែនិយាយចេញមកឲ្យបានល្អដោយដែលលោកអ្នកបានឃើញវានៅក្នុងករណីរបស់សាវកពលនិងអ្នកផ្សេងទៀតនេះគឺជាទេវសាស្ត្រដែលនិយាយចេញមកដោយចិត្តឆេះឆួលខ្ញុំជឿថាទេវសាស្ត្រដែលនិយាយចេញមកដោយចិត្តមិនឆេះឆួលគឺជាទេវសាស្ត្រដែលមិនពេញលេញឬយ៉ាងហោចណាស់ការយល់ដឹងរបស់មនុស្សពីទេវសាស្ត្រគឺមិនពេញលេញការអធិប្បាយគឺជាទេវសាស្ត្រដែលនិយាយចេញមកតាមរយៈមនុស្សដែលមានចិត្តឆេះឆួលយើងចាំបាច់ត្រូវចងចាំថាព្រះវិញ្ញាណបរិសុទ្ធជាវិញ្ញាណនៃសេចក្តីពិតផងនិងជាអង្គបុគ្គលដែលបានលេចមកជាអណ្ដាតភ្លើងនៅថ្ងៃបុណ្យទី50ផងដោយសារតែការទាំងពីរនេះមិនអាចដាច់ចេញពីគ្នានៅក្នុងទ្រង់នោះការទាំងពីរនេះក៏មិនអាចដាច់ចេញពីគ្នានៅក្នុងជីវិតគ្រីស្ទបរិស័ទដែលពេញដោយព្រះវិញ្ញាណដែលនៅពេលយើងអនុញ្ញាតឲ្យទ្រង់មានសេរីភាពទាំងក្នុងការរៀបចំនិងការចែកចាយសេចក្តីអធិប្បាយរបស់យើងនោះពន្លឺនិងភ្លើងដែលជាសេចក្តីពិតនិងចិត្តឆេះឆួលនឹងបានរួបរวมគ្នាមកតែមួយឡើងវិញយើងចាំបាច់ត្រូវចងចាំពីបទពិសោធន៍របស់សិស្សពីរនាក់ដែលព្រះយេស៊ូវយាងដើរជាមួយទៅឯភូមិអេម៉ូសនាពេលរសៀលដែលព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញដំបូងនៅពេលដែលព្រះយេស៊ូវយាងចេញបាត់ទៅនោះពួកសិស្សគេបាននិយាយគ្នាទៅវិញទៅមកយ៉ាងដូចនេះថាតើយើងមិនមានសេចក្តីខ្មួលខ្មាញ់នៅក្នុងចិត្តក្នុងពេលដែលទ្រង់កំពុងតែមានបន្ទូលនឹងយើងហើយសម្ដែងពីគម្ពីរតាមផ្លូវនោះទេឬអីលូកាចំពោក24ខ32ពួកគេមានការប៉ះពាល់ចិត្តជាខ្លាំងភ្លើងកំពុងតែឈួលឡើងនៅក្នុងពួកគេនៅពេលដែលពួកគេបានមើលឃើញសេចក្តីពិតថ្មីសេចក្តីពិតនោះគឺនៅតែជាសេចក្តីពិតសម្រាប់ពួកយើងគឺជាសេចក្តីពិតក្នុងព្រះគម្ពីរដែលយកព្រះគ្រីស្ទជាធំការនិយាយកំប្លែងនៅលើវេទិកាអធិប្បាយប្រសិនបើយើងសម្លឹងមើលមួយផ្លេតទៅយើងឃើញថាភាពហ្មត់ចត់នឹងការនិយាយកំប្លែងហាក់ដូចជាទើសប្រឆាំងនឹងគ្នាប៉ុន្តែបញ្ហានេះ
មិនជាការធម្មតានោះទេព្រះយេស៊ូវបានប្រើការនិយាយកំប្លែងនៅក្នុងសេចក្តីបង្រៀនរបស់ទ្រង់ដែលតួយ៉ាងគឺនៅពេលដែលទ្រង់មានបន្ទូលពីមនុស្សដែលត្រង់ហុចចាញ់តែលេបសត្វអូតវិញព្រះគម្ពីរម៉ាថាយចំពុក23ខ24ប៉ុន្តែយើងត្រូវតែប្រើការនិយាយកំប្លែងដោយភាពឆ្លាតវៃឲ្យត្រូវកន្លែងនិងត្រូវពេលគោលបំណងដ៏ជាក់ច្បាស់ដែលព្រះយេស៊ូវប្រើការនិយាយកំប្លែងនោះគឺដើម្បីបញ្ជាក់និងធ្វើឲ្យអ្នកស្ដាប់កាន់តែយល់ច្បាស់គឺមិនមែនធ្វើឲ្យអ្នកស្ដាប់មានការឈឺចាប់នោះទេប្រហែលជាការឈឺចាប់មួយចំនួនមិនអាចជៀសផុតឡើយជាពិសេសនៅពេលដែលអ្នកស្ដាប់កាត់ស្រាយថាអំនួតរបស់មនុស្សគឺជារឿងគួរឲ្យអស់សំណើចប៉ុន្តែគោលបំណងពិតប្រាកដគឺអ្វីផ្សេងទៀតមិនមែនជាការបង្កឲ្យមានគ្រោះថ្នាក់នោះទេគោលបំណងចុងក្រោយគឺជាសេចក្តីពិតតែប៉ុណ្ណោះយើងត្រូវតែប្រើការនិយាយកំប្លែងដោយភាពឆ្លាតវៃឲ្យត្រូវកន្លែងនិងត្រូវពេលគោលបំណងដ៏ជាក់ច្បាស់ដែលព្រះយេស៊ូវប្រើការនិយាយកំប្លែងនោះគឺដើម្បីបញ្ជាក់និងធ្វើឲ្យអ្នកស្ដាប់កាន់តែយល់ច្បាស់គឺមិនមែនធ្វើឲ្យអ្នកស្ដាប់មានការឈឺចាប់នោះទេប្រហែលជាការឈឺចាប់មួយចំនួនមិនអាចជៀសផុតនោះទេជាពិសេសនៅពេលដែលអ្នកស្ដាប់កាត់ស្រាយថាអំនួតរបស់មនុស្សគឺជារឿងគួរឲ្យអស់សំណើចប៉ុន្តែគោលបំណងពិតប្រាកដគឺជាអ្វីផ្សេងទៀតមិនមែនជាការបង្កឲ្យមានគ្រោះថ្នាក់នោះទេគោលបំណងចុងក្រោយគឺជាសេចក្តីពិតតែប៉ុណ្ណោះយើងមិនត្រូវនិយាយកំប្លែងអំពីប្រធានបទសំខាន់នោះទេប៉ុន្តែយើងអាចប្រើការនិយាយកំប្លែងដើម្បីធ្វើឲ្យភាពតានតឹងមានភាពធូរស្បើយហើយការធ្វើដូច្នេះអ្នកស្ដាប់អាចសម្រាកបន្ធូរអារម្មណ៍បន្តិចមុននឹងពួកគេត្រូវចង់ចិត្តម្ដងទៀតយើងអាចប្រើការនិយាយកំប្លែងដើម្បីបំបែករនាំងការពាររបស់អ្នកស្ដាប់គឺនាំពួកគេចេញពីភាពរឹងជជែកនិងភាពប្រឆាំងបះបោឲ្យមកចាប់អារម្មណ៍លើប្រធានបទចុងក្រោយការនិយាយកំប្លែងអាចជួយឲ្យយើងសើចចំពោះខ្លួនឯងហើយធ្វើឲ្យយើងអាម៉ាស់ដែលនាំឲ្យយើងឈានទៅរកការប្រែចិត្តលោកជេមអាក្រេជាស្ថាបនិកនៃមហាវិទ្យាល័យអាឃីម៉ូតានៅក្នុងប្រទេសកាណាបានមានប្រសាសន៍ថាខ្ញុំធ្វើឲ្យពួកគេបើកមាត់សើចហើយរុញសេចក្តីពិតចូលយើងអាចនិយាយម្យ៉ាងទៀតថាបន្ទាប់ពីមានការសើចសប្បាយយ៉ាងខ្លាំងនោះយើងនិយាយសំឡេងខ្សឹបចូលទៅសេចក្តីសន្និដ្ឋានយើងមិនអាចដាក់តាំងភាពស្មោះត្រង់និងភាពហ្មត់ចត់ដូចជាការតបតែងនៅលើដើមឈើណូអែលនោះទេភាពស្មោះត្រង់និងភាពហ្មត់ចត់គឺជាផលផ្លែនៃព្រះវិញ្ញាណការទាំងពីរនេះពរនីពីមនុស្សម្នាក់ដែលជឿហើយមានអារម្មណ៍ពិតប្រាកដដូចអ្វីដែលកើតនិយាយបុគ្គលដែលជាអ្នកអធិប្បាយឈរពីក្រោយសេចក្តីអធិប្បាយការអធិប្បាយគឺមិនមែនជាការសម្ដែងរយៈពេល1ម៉ោងនោះទេប៉ុន្តែការអធិប្បាយគឺជាការបង្ហូរជីវិតចេញមកក្រៅការដែលបង្កើតឲ្យមានសេចក្តីអធិប្បាយមួយគឺត្រូវចំណាយពេល20ឆ្នាំដោយព្រោះការដែលធ្វើឲ្យមនុស្សម្នាក់មានលក្ខណៈពេញវ័យគឺត្រូវចំណាយពេល20ឆ្នាំដែលលោក James Plack បាននិយាយស្រដៀងគ្នានេះដែលថាជានិច្ចកាលការអធិប្បាយដែលល្អបំផុតគឺជាការមានគំនិតចាស់ទុំហូរហៀដែលចេញជាលក្ខណៈធម្មជាតិហើយជាការសម្ដែងចេញពីបទពិសោធន៍ដែលកំពុងតែមានការលូតលាស់សេចក្តីអធិប្បាយដែលល្អមិនត្រូវឲ្យយើងខិតខំធ្វើដើម្បីឲ្យមាននោះទេប៉ុន្តែយើងគ្រាន់តែធ្វើចេញមកនៅអ្វីដែលយើងមានរួចទៅហើយពាក្យពីរដែលខ្ញុំចូលចិត្តគឺពាក្យការបង្ហូរចេញមកក្រៅនិងពាក្យហូរហៀការអធិប្បាយពិតប្រាកដមិនមែនជាសកម្មភាពសរសើរនោះទេប៉ុន្តែជាការផុសចេញមកពីជំរៅដ៏ជ្រៅនៅខាងក្នុងប្រសិនបើ
យើងគ្មានប្រភពនៃជីវិតរបស់ព្រះវិញ្ញាណបរិស័ទនៅក្នុងយើងទេនោះទន្លេនៃទឹករស់មិនអាចហូរចេញពីខាងក្នុងយើងបានឡើយមើលរបស់យើងនិយាយចេញមកគឺចេញពីចិត្តដ៏ពេញហូរហៀព្រះគម្ពីរយ៉ូហានចំពោះ4ខ14ព្រះគម្ពីរម៉ាថាយចំពោះ12ខ34